បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់មេរៀនថ្មីប៉ុន្តែនៅក្នុងមេរៀននេះមានបរិញ្ញាអំពីយុទ្ធសាស្ត្រចូលផ្សារទេប៉ុន្តែខ្ញុំណែនាំអំពី website សម្រាប់បងប្អូនយើងចូលទៅវិភាគទីផ្សារឬក៏សម្រាប់ការធ្វើលំហាត់អញ្ចឹងនៅក្នុងវិស័យ trading បើសិនបើយើងអត់ធ្វើលំហាត់ទេយើងប្រកាសជាមិនអាចមានការអនុវត្តពេញលេញឬក៏បទពិសោធន៍ច្រើនទេវាប្រៀបដូចជាយើងទៅរៀនហើយយើងមកវិញយើងបោះតែសៀវភៅចោលយើងអត់បានធ្វើលំហាត់អញ្ចឹងណានៅក្នុង trading view គឺយើងចង់ធ្វើលំហាត់នៅលើ chart យើងទាមទារត្រូវការឲ្យបង់លុយឬក៏ upgrade ប៉ុន្តែនៅក្នុង website នេះគឺជា website ដែល free បងប្អូនយើងអាចចុច link ដែលខ្ញុំដាក់ឲ្យទៅអាចចូលទៅកាន់បានហើយគ្រាន់តែ login ជាមួយ Gmail គឺបងប្អូនអាចចូលទៅមើល chart ហើយអាចធ្វើការគេហៅថា back test ឬក៏ធ្វើលំហាត់បានអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ link នៅក្នុងវីដេអូនឹងតែម្ដងអញ្ចឹងបងប្អូនចុចមកបងប្អូនយើងគ្រាន់តែ login ជាមួយនឹង Gmail តើមកបងប្អូនយើងអាចចូលទៅ chat បានហើយបងប្អូនយើង search កន្លែងនេះរកពាក្យថា XAU USD search កន្លែងនេះដើម្បីចូលទៅកាន់ chat របស់ Gold អញ្ចឹង chat របស់ Gold គឺព្រោះយើងរងហើយយើង trade ជាមួយនឹងមាសអញ្ចឹងយើងរក Gold XAU USD អញ្ចឹងពេលបងប្អូនចូលមកឃើញបែបនេះបងប្អូនយើងអាចអូទៅវាចេះវាដើរអញ្ចឹងធ្វើពិបាកបងប្អូនយើងចង់ឲ្យអូតាណាក៏បានបងប្អូនចុចកន្លែងនេះអូតូនៅខាងក្រោមឆ្វេងស្នាមដៃណាចុចមួយប៉មកអញ្ចឹងអូតមកចុចមួយទៀតអញ្ចឹងធ្វើយើងអាចអូបានអូតាណាក៏បានដែរអូបានតាមចិត្តអញ្ចឹងអូខេឥឡូវយើងនិយាយពីរបៀបក្នុងការ back test ឬក៏ replay back test ន័យថា replay ផ្សារដែលដើរកន្លងមកវាដើរមិនខ្លះទៅអញ្ចឹងណាដើម្បីយើងអាចធ្វើការប្រើប្រាស់ទៅនៅលំហាត់ឬក៏មេរៀនដែលយើងបានរៀនឧទាហរណ៍ដែលយើងរៀនអំពី structure ឬក៏ strategy ណាមួយយើងយកវា back test សាកល្បងថាតើវាពិតជាដើរបែបហ្នឹងវាគោរពទៅតាមអ្វីដែលយើងបានរៀនក៏អត់ឧទាហរណ៍យើងនិយាយពីមេរៀន SVG អញ្ចឹងទៅអាហ្នឹងយើងយកវាមកអនុវត្តនឹងសាកល្បងតើវាគោរព SVG នឹងក៏អត់វាដើរតាមមេរៀនដែលគេថាបើសិនបើប៉ះ SVG នឹងវាចុះវាឡើងក៏អត់អញ្ចឹងណាអូខេអញ្ចឹងឥឡូវខ្ញុំប្រាប់តែរបៀបប្រើទេឥឡូវនិយាយទៅឡើយយើងចង់ replay របស់វាយើងចុចកន្លែងនេះកន្លែងស្នាមដៃខាងលើមានពាក្យថា replay ចុចមួយមកrồiហើយបងប្អូនយើងអូសទៅកន្លែងណាដែលចង់ replay ពីណាមកឃើញទឹកក្រហមនេះអូសពីណាក៏បានដែរឥឡូវឧទាហរណ៍ខ្ញុំអូសកន្លែងនេះចុះខ្ញុំចុច double click mouse ស្ដាំ mouse ឆ្វេង double click មកអញ្ចឹងឃើញវាដាច់អស់ហើយអញ្ចឹងបន្តមកទៀតយើងធ្វើការ replay ហើយជាបន្តទៀត time frame បងប្អូនយើងជ្រើស time frame មួយណាក៏បានដែរបងប្អូនយើងពេញចិត្តអាស្រ័យលើយើងទេចង់មួយណាក៏បាន1ម៉ោង15នាទី30នាទីឬក៏5នាទីឬក៏4ម៉ោងតាមចិត្តតែនេះខ្ញុំដាក់30នាទីទៅមកបងប្អូនចុច replay មកចុចកន្លែងនេះអញ្ចឹងពេលចុចផ្សារវានឹងដើរទៅតាមដំណើរវាថយចុចមួយពីផ្សារវាដើរអញ្ចឹងមួយទៀននេះស្មើនឹង30នាទីដោយសារខ្ញុំទឹកជ្រើសរើស time frame 30នាទីអញ្ចឹងយើងធ្វើបែបនេះដើម្បីមើលតើផ្សារវាមូលហេតុបានចុះមូលហេតុបានឡើងអញ្ចឹងណាដូចជាកន្លែងនេះក៏ប៉ុន្តែពេលបើកផ្សារមកគឺផ្សារវាដាច់កែបខ្ញុំសុំ replay កន្លែងនេះមកនេះអញ្ចឹងពេលយើងបើកផ្សារមកសប្តាហ៍ថ្មីគឺផ្សារវាដាច់កែបអញ្ចឹងដាច់កែបមកឲ្យយើង replay មកយើងមើលដាច់កែបវាមកយកកែបនឹងក៏អត់ជាទូទៅគឺសឹងថា 99% អីផ្សារវានឹងមកយកកែបនឹងមុននឹងក្រោយអញ្ចឹងឥឡូវយើង replay មើលឥឡូវផ្សារដាច់កែបតើវាមកយកកែបអត់អូខេឥឡូវពងមកនេះគឺជាការធ្វើលំហាត់ដើម្បីយើងសិក្សាស្វែងយល់អំពីផ្សារបន្ថែមអំពីចរិតរបស់ផ្សារនៅថាផ្សារវាចិត្តប៉ះអីវាធ្លាក់ប៉ះអីវាឡើងមូលហេតុអីវាដាច់កែបវាមកយកអត់អីចឹងណាអានឹងគឺជាការធ្វើលំហាត់ហើយវាប៉ះតំបន់ណាវាឡើងអានឹងបានន័យថាយើងចាំទៅវាជាលំហាត់នៃការអនុវត្តមើលទីផ្សារជាក់ស្ដែងដែលបានដើរហើយយើងយកវាមកមើលឡើងវិញដើម្បីឲ្យយើងអាចវិភាគបានថាអូមូលហេតុវាឡើងមូលហេតុវាចុះយើងយកវាមកទុកជាមេរៀនដើម្បីពេលយើងចូលផ្សារជាក់ស្ដែងយើងធ្លាប់ដឹងហើយថាផ្សារក៏ពិតវាតែងតែមកប៉ះតំបន់ហ្នឹងវាឡើងទៅវិញប៉ះតំបន់នេះវាចុះទៅវិញទៅហ្នឹងតែពេលបងយើងរៀនបងយើងយល់ហើយថាតំបន់ណាដែលគូឡើងតំបន់គូចុះពេលយើងមើលផ្សារជាក់ស្ដែងពេលយើង replay យើងនឹងអាចនឹងចំណាំទុកថាមេរៀនមួយនេះគឺវាដើរវា work សម្រាប់យើងវាប៉ានេះវា work អញ្ចឹងណាឥឡូវដូចខ្ញុំនិយាយមិញគឺឥឡូវផ្សារបានមកបំពេញ gap ដែលបានដាច់នៅសប្តាហ៍ថ្មីមានន័យថាវាបើកផ្សារមកគឺដាច់ gap តែម្ដងអញ្ចឹងផ្សារវាមិនស្ទុះហើយវាចុះមកបំពេញ gap បំពេញ gap មិនត្រូវបំពេញទេវាចុះមកក្រោមយកតែម្ដងអញ្ចឹងភាគច្រើនផ្សារបើសិនបើសប្តាហ៍កន្លងទៅគឺ
ពេញកែបហើយវាឡើងតទៅដល់លើទៅឬក៏វាកែបបើសិនណាកែបដាច់មកក្រោមវាមកពេញកែបហើយឡើងទៅលើវិញទៅប៉ុន្តែនេះគឺអត់ទេគឺបំពេញកែបហើយវាចុះមកក្រោមម្ដងអាហ្នឹងគឺដោយសារទីមួយគឺស្ថានភាពនៃទីផ្សារវាបាន clear ខាងលើអស់ច្រើនហើយអញ្ចឹងវានឹងមក clear ក្រោមមកដល់នេះហើយឡើងទៅលើវិញហ្នឹងទៅអញ្ចឹងដោយសារផ្សារនេះគឺកំពុងតែ down trend មកវិញហើយឃើញទេចុះមកហើយតែកាលណាវាចុះមកហើយច្រើនវានឹងឡើងទៅ clear ខាងលើវិញទេអញ្ចឹងទៅដល់ផ្សារគឺវា clear លើ clear ក្រោមគ្រាន់តែមុននឹងក្រោយយូរនឹងឆាប់ឥឡូវនេះផ្សារកំពុងចុះមកហើយអូខេអញ្ចឹងមេរៀននេះខ្ញុំបង្ហាញតែរបៀប back test នៅឬក៏ធ្វើលំហាត់ទេខ្ញុំបានបរៀនអំពីការវិភាគផ្សារច្រើនហ្នឹងបងញ៉ឹងអាចយកទៅអនុវត្តនិងធ្វើការ back test ហើយបន្ទាប់ពីយើងរៀនបានទៀតយើងយកwebsite នេះវាសំខាន់ព្រោះសម្រាប់យើងយកមកអនុវត្តពេលយើងអត់បានសូវរៀនយល់ពីវាយើងអត់សូវដឹងថាអូយើងត្រូវមើលកន្លែងណាយើងត្រូវយកអានេះមកប្រើមិនប៉ុន្តែពេលណាយើងរៀនទៀតយើងនឹងចាំបាច់ website មួយហ្នឹងអញ្ចឹងបងយើងយកអនុវត្តបានដោយសារ trading view គឺពេលយើងចង់ back test បែបនេះគឺពេលណាវាយើងមកលុយអញ្ចឹងណាប៉ុន្តែចំពោះ website នេះក៏អត់ទេ free យើងអាចយកមក back test បានឬក៏ហៅថា full លំហាត់បានអញ្ចឹងពេលចង់ឈប់អញ្ចឹងចុច stop មកឈប់ហើយតែមកយើងបាត់អញ្ចឹងទៅវានឹងដើរទៅដល់តម្លៃចុងក្រោយបំផុតថ្មីហ្នឹងអញ្ចឹងអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនយើងអាចយកទៅអនុវត្តទៅ back test តែខ្ញុំគិតថាបងប្អូនយើងមិនទាន់បានរៀនបានច្រើនក៏មិនទាន់អាចថា back test បានដែរតែអានេះគ្រាន់តែខ្ញុំប្រាប់មុនបងប្អូនយើងពេលរៀនទៅយើងនឹងយកអនុវត្តវាមក back test ថាតើក្នុងមេរៀនវាប្រាប់ដល់របស់ហ្នឹងវាគ្រប់អត់របស់ហ្នឹងវាដើរតាមអ្វីយើងរៀនក៏អត់អញ្ចឹងណាវាមិនដើរតាមមូលហេតុអីអាហ្នឹងគឺជាចំណុចសំខាន់នៅក្នុង website មួយហ្នឹងដើម្បីយើងយកអនុវត្តអូខេអរគុណច្រើនបងប្អូនយើងមានតែប៉ុណ្ណឹង